អារម្មណ៍ពេលល្បីល្បាញមានអារម្មណ៍មិនទៅបងខ្ញុំធ្លាប់បានឮសំណួរនេះសួរមកកាន់ខ្ញុំហើយថ្ងៃនេះខ្ញុំនឹងលើកប្រធានបទអំពីភាពល្បីល្បាញណាចាភាពល្បីល្បាញហ្នឹងចែកចេញជាច្រើនផ្នែកអ្នកខ្លះល្បីល្បាញដោយសារតែសិល្បៈអ្នកខ្លះល្បីល្បាញដោយសារតែខ្លួនខ្លះជាអ្នកជំនួយអ្នកខ្លះល្បីល្បាញដោយសារតែខ្លួនហ្នឹងខ្លះជាសិស្សពូកែប្រចាំប្រទេសអីចឹងទៅអ្នកខ្លះល្បីល្បាញដោយសារតែខ្លួនហ្នឹងបានចូលរួមបញ្ហាសង្គមជាតិនិងនយោបាយអីចឹងទៅណាចាចាំតិចចាសង្គមឥឡូវបងប្អូនដឹងហើយមនុស្សយើងគឺព្យាយាមធ្វើគ្រប់យ៉ាងហ្មងគឺធ្វើយ៉ាងណាឲ្យតែខ្លួនឯងល្បីល្បាញដែលពួកគាត់យល់ថាកាលណាទៅធ្វើឲ្យខ្លួនឯងល្បីល្បាញទៅវាផ្ដល់ភាពងាយស្រួលក្នុងការឲ្យពួកគាត់ហ្នឹងមានឈ្មោះបោះសម្លេងទៅងាយស្រួលក្នុងការរកប្រាក់អ្នកខ្លះល្បីល្បាញទៅដល់ពេលចេញទៅក្រៅទៅគេស្គាល់គេហៅ idol អីចឹងណាចាអ្នកខ្លះទោះបីដឹងថាកាយវិការខ្លួនមិនសមរម្យយ៉ាងណាក៏ដោយប៉ុន្តែសំខាន់ឲ្យតែមានភាពល្បីល្បាញបញ្ចេញភាពល្បីល្បាញតែម្ដងណាចាដោយសារអីក្នុងប្រទេសកម្ពុជារបស់យើងគឺចូលចិត្តលើកស្ទួយនៅរឿងអត់ប្រយោជន៍ច្រើនអញ្ចឹងទោះបីពួកគាត់ដឹងថាពួកគាត់ធ្វើតែមិនសមរម្យក៏ពួកគាត់នៅតែធ្វើដើម្បីឲ្យធ្វើម៉េចមានរសជាតិថ្មី content ថ្មីផ្លែកចំណីអារម្មណ៍អញ្ចឹងទៅចាដូចជាមួយសប្តាហ៍មុនណាបងប្អូនរឿងស្អីគេថែម5ចានទឹកច្រលុចឆ្ងាញ់ណាស់ក៏រឿងនោះវាមិនសំខាន់ទេប៉ុន្តែអត់ផត់តែម្ដងខ្ញុំមានអារម្មណ៍ថាអូវាទៅជាសំខាន់ជាងរឿងប្រជាពលរដ្ឋកំពុងតែរងគ្រោះដោយសារតែមានលុយដាក់ធនាគារហើយត្រូវបានជាប់គុកដោយសារលុយខ្លួនឯងទៀតណែវាទៅជាអញ្ចឹងណាគឺដោយសារតែសង្គមយើងផ្ទាល់ផងដែរចាឥឡូវហ្នឹងថ្ងៃហ្នឹងខ្ញុំលើកតែមួយជ្រុងទេគឺភាពល្បីល្បាញដោយសារតែការចូលរួមជាមួយនឹងបញ្ហាសង្គមជាតិដោយសារតែបងប្អូនដឹងហើយគឺខ្ញុំមានបទពិសោធន៍តែខាងហ្នឹងទេអញ្ចឹងខ្ញុំលើកតែមួយជ្រុងខាងហ្នឹងទេបងប្អូនខ្លះគាត់ថាបងពេលបងឯងត្រូវបានមហាជនគាត់ស្គាល់អីចឹងទៅគេគ្រាន់តែហៅឈ្មោះលក្ខណៈវ៉ាន់ឬក៏វ៉ាន់លក្ខណៈគេដឹងថាបងឯងហ្នឹងនៅប្រទេសជប៉ុនហើយគេទទួលស្គាល់ថាបងឯងហ្នឹងតែងតែរីកគុណបញ្ហាសង្គមអីចឹងទៅបងឯងមានអារម្មណ៍មិនដែរមោទនភាពអត់ហើយបងឯងគេចង់ល្បីចឹងដែរតែគេត្រូវធ្វើមិនអញ្ចឹងថ្ងៃហ្នឹងខ្ញុំនឹងលើកអំពីគុណសម្បត្តិនិងគុណវិបត្តិពីព្រោះថារឿងនៅលើបណ្ដាពិភពលោកទាំងអស់វាតែងតែមានពីរហ្នឹងគឺមានគុណសម្បត្តិនិងគុណវិបត្តិរបស់វាគុណសម្បត្តិនោះគឺល្អហើយដែលយើងជាស្ត្រីខ្លួនទូចមួយចាយើងអាចមកចូលរួមបញ្ហាសង្គមជាតិយើងអាចតតាំងជាមួយអ្នកមានអំណាចយើងអាចរំពឹងសម្លេងអយុត្តិធម៌ដើម្បីស្វែងរកយុត្តិធម៌ជូនប្រជាពលរដ្ឋហើយយើងជាមនុស្សស្រីដ៏ទូចមួយសោះតែយើងអាចជំនួសសម្លេងប្រជាពលរដ្ឋរាប់លានអ្នកដែលនៅក្នុងប្រទេសពេលខ្លះគាត់ដឹងគាត់ឮដែរគាត់ឃើញផ្ទាល់នឹងភ្នែកដែរតែគាត់មិនហ៊ាននិយាយអញ្ចឹងយើងអាចជំនួសសម្លេងពួកគាត់អាកន្លែងនេះគឺជាគុណសម្បត្តិឯងចាល្អហើយយើងកំពុងធ្វើរឿងល្អតើសារខ្លួនឯងណាដែលខ្លួនឯងអាចហាយឆ្លងពុះពីចាក់មកចូលរួមបញ្ហាសង្គមរហូតដល់សប្តាហ៍ថ្ងៃនេះណាចាអត់ទាន់បាក់ស្បាត់ទៅខាងណាទោះបីជារងនៅបញ្ហារឿងរ៉ាវជាច្រើនក៏ដោយអាហ្នឹងអញ្ចឹងណាគុណសម្បត្តិវាគឺបែបហ្នឹងមោទនភាពឲ្យដែរខ្លួនឯងកំពុងតែធ្វើរឿងល្អហើយតើសារខ្លួនឯងដែរថាខ្លួនឯងរងឯងប្រកាសជាពិតជាធ្វើរឿងត្រឹមត្រូវអាហ្នឹងណាដល់ពេលគុណវិបត្តិបងប្អូនចង់ដឹងឲ្យគុណវិបត្តិនៅពេលដែលយើងល្បីល្បាញដោយសារតែការចូលរួមបញ្ហារឿងសង្គមជាតិយើងនឹងខ្លាចទៅជាមនុស្សម្នាក់ផ្ដាច់ដែលឡែកពីគេតែម្ដងពីមនុស្សម្នាក់ដែលសម្បូរវិញ្ញាណណាបងប្អូនការដំបងយើងអត់ទាន់លូកស៊ុបទេណាចាយើងដឹងយើងធ្វើបណ្ដាមិនទាន់លក្ខណៈស៊ុបចាយើងសម្បូរញាតមែនតើគឺសត្វតែញាតរាប់រកច្រើនតែគ្រាន់តែយើងចូលចាប់ផ្ដើមនិយាយពីបញ្ហាសង្គមញាតទាំងអស់ហ្នឹងគឺបាត់មកបាត់វាខ្លាចទៅជាការរើសអើងមួយមានភាពឯកោតែម្ដងដោយសារតែទាំងអស់ហ្នឹងគេបារម្ភពីសុខភាពខ្លួនគេខ្លាចខ្លួនឯងមានបញ្ហាអញ្ចឹងគេអត់ហ៊ានមកក្បែរយើងទេចាអញ្ចឹងពេលខ្លះបងប្អូនខ្លះយល់ថាខ្លួនឯងឯកោប៉ុន្តែសម្រាប់ខ្ញុំអត់ជាបញ្ហាដោយសារតែគោលដៅរបស់ខ្ញុំមកធ្វើបញ្ហាសង្គមខ្ញុំធ្វើដើម្បីទាមទាររកយុត្តិធម៌ជូនជនរងគ្រោះខ្ញុំមិនមែនធ្វើប្រកបចិត្តអ្នកណាទេហើយធ្វើយូរទៅនឹងរងសម្ពាធពីគ្រប់មជ្ឈដ្ឋានតែម្ដងជាពិសេសគឺបញ្ហាគ្រួសារហើយនឹងសាច់ញាតិតែម្ដងហើយអ្នកទៅជុំវិញខ្លួនយើងគេនឹងដាក់សម្ពាធមកកាន់យើងដោយសារពួកគាត់ទាំងនោះក៏រងសម្ពាធអំពីគេមកដែរកាលណាតែគេដាក់សម្ពាធគាត់មកដាក់សម្ពាធយើងបើហើយនៅតែបន្តអញ្ចឹងហើយនឹងជួបរឿងនេះនឹងកើតឡើងហើយនៅតែបន្តអញ្ចឹងធ្វើឲ្យប៉ះពាល់ការងារគេមុខរបរគេទាំងអ្នកនោះស៊ីបាយខុសឆ្នាំមួយយើងទេគេស៊ីបាយឆ្នាំគេយើងស៊ីបាយឆ្នាំយើងធ្វើអីយើងមានទំនួលខុសត្រូវខ្លួនយើងគេធ្វើអីគេមានទំនួលខុសត្រូវខ្លួនគេប៉ុន្តែគេមកដាក់សម្ពាធលើយើងដែរទាំងពេលដែលយើងមិនទាន់ចូលរួមបញ្ហាសង្គមជាតិគេនៅតែគេយើងនៅតែយើងអត់ដឹងដែរនិយាយគ្នាផងដល់ពេលស្រាប់តែយើងចូលរួមបញ្ហាសង្គមជាតិគេថាមកពីយើងវាទៅជាអញ្ចឹងណាដល់ពេលរឿងគ្រួសារគេ
បើសិនគ្រួសារកាន់តែដុកដានខ្លាំងតែម្ដងគឺថាគាត់ខ្លាចគេដាក់សម្ពាធគាត់មិនថាប៉ុណ្្នឹងឯងគេផ្ដាច់គេរ៉ាញ់វត្ថុទៀតគេគៀបនៅលើបញ្ហាសេដ្ឋកិច្ចដោយសារអីបងប្អូននៅពេលដែលបងប្អូនមានសាច់ញាតិដើរនៅបញ្ហាសង្គមគេនឹងចាត់អង្គការផ្នែកមនុស្សមកនិយាយពីល្បាតជាប់អត់មានណាគេហ៊ានចូលទៅរកស៊ីមួយយើងអត់មានណាគេហ៊ានទៅគ្រប់គ្រងហាងរបស់យើងអីទេគឺគេផ្ដាច់សេដ្ឋកិច្ចយើងឲ្យយើងនឹងទុនជើងដួលតែខ្លួនឯងតែម្ដងបើសិនជាយើងគ្មានជំហរកន្លែងហ្នឹងមុននឹងខ្ញុំចូលរួមបញ្ហាសង្គមនេះគឺខ្ញុំសិក្សាអំពីគុណសម្បត្តិនិងគុណវិបត្តិរបស់វាច្បាស់ណាស់ចាហើយខ្ញុំត្រៀមចិត្តនឹងទទួលយកថាវានឹងមានរឿងអីសម្រាប់ខ្ញុំមុននឹងខ្ញុំឈានជើងចូលបញ្ហាសង្គមនេះសូម្បីតែជីវិតខ្ញុំគិតថាងាប់ហើយណាងាប់ទៅខ្ញុំអត់ខ្វល់ផងសូម្បីតែជីវិតខ្ញុំក៏ខ្ញុំបោះចោលបានដែរណាឲ្យតែខ្ញុំបានចូលរួមបញ្ហាសង្គមជាតិនេះហើយខ្ញុំមិនដែលគិតថាខ្ញុំរស់នៅបានយូរឆ្នាំទេខ្ញុំមិនដែលគិតថាធ្វើទៅដើម្បីអីគេអីផ្សេងៗចាវាអត់មានជំហរបែបហ្នឹងកាលណាតែយើងមានជំហរបែបហ្នឹងណាគេវាយមិនតិចគឺដួលហ្មងហើយគេវាយមិនមែនវាយធម្មតាបងប្អូនតែក្តៅតាំងតែជាឲ្យចិត្តសាស្ត្រទៀតគេដាក់សម្ពាធគ្រួសារគេគម្រាមបងប្អូនដឹងហើយបញ្ហារបស់ខ្ញុំគេគម្រាមគ្រួសារខ្ញុំបែបណាគេគម្រាមកូនខ្ញុំរហូតមានការចង់ចាប់កូនខ្ញុំអីជាដើមគេគម្រាមខ្ញុំផ្ទាល់ចាគម្រាមបាញ់ចោលរំលោភសម្លាប់អីណាច្រើនណាបងប្អូនហើយបើសួរថាស្មារតីយើងអត់រឹងមាំគោលចំហយើងឆន្ទៈយើងអត់ច្បាស់លាស់សួរថាយើងអាចមានមុខមកអង្គុយនិយាយវីដេអូឲ្យបងប្អូនស្ដាប់បានទេអត់បានទេចាអត់បានទេហើយរឿងហ្នឹងបងប្អូនណាមិនបាច់ចាំទៅសួរណាទេអ្នកដែលដើរបញ្ហាសង្គមនេះច្រើនណាបងប្អូនសួរតើចាហ្វីក៏គាត់ដឹងគាត់ត្រូវបានគេប៉ុនបងសម្លាប់ប្រហែលដងហើយចាគេជួបបងតូចបងធំទៅវាយគាត់ណាប្រហែលដងហើយចាហើយគាត់រងសម្ពាធអីខ្លះបងប្អូនមើលអ្នកនយោបាយនៅក្នុងស្រុកខ្មែរចាអ្នកនយោបាយជាន់ខ្ពស់ខ្លះហ្នឹងគឺត្រូវបានគេយករឿងផ្ទាល់ខ្លួនរបស់គាត់មកបូរហាគេដោយអាដាមកឹមសុខាដោយគណៈបព្វប្រឆាំងលោកលីសុធារយុទ្ធអីចឹងរឿងផ្ទាល់ខ្លួនគេយកមកបូរហាគេហើយដូចខ្ញុំហ្នឹងគេបូរហាគេតិចណាស់គេលាបពណ៌តិចណាស់ដោយអាចារ្យហ្វីឯងគេលាបពណ៌តិចណាស់ចាដូចខ្ញុំគេថាគេមិនដឹងថាខ្ញុំមានប្តីជាជនជាតិអីរៀបការប្រហែលដងគេមិនដឹងផងគេលាបពណ៌យកហ្មងប្តី2ប្តី3អីចឹងទៅកូនណាកូនណីអីចឹងទៅចាប៉ុន្តែសួរថាយើងឌូហីយើងអត់ឌូដោយសារអីយើងមានគោលចំហច្បាស់លាស់ហើយយើងដឹងរឿងហ្នឹងយើងត្រៀមនឹងទទួលយករឿងហ្នឹងទៀតណាគេកាត់រូបស្រាតឆ្វេងស្រាតស្ដាំគេចោតប្រកាន់សពគ្រប់បែបយ៉ាងប៉ុន្តែយើងនៅតែអាចឈររឹងមាំមកដល់សពថ្ងៃនេះបានដោយសារតែយើងច្បាស់លាស់ជាមួយនឹងរឿងដែលយើងកំពុងធ្វើយើងមានឆន្ទៈយើងមានគោលដៅរបស់យើងច្បាស់លាស់ថាយើងកំពុងតែធ្វើសម្ដៅទៅគោលដៅណាយើងធ្វើយើងអត់ care ពីអ្នកណាទាំងអស់យើងមិនមែនធ្វើផ្គប់ចិត្តអ្នកណាម្នាក់យើងមិនមែនធ្វើដើម្បីអ្នកណាម្នាក់គឺយើងធ្វើដើម្បីទាមទាររកយុត្តិធម៌ជូនណាជនរងគ្រោះរបស់យើងតែប៉ុណ្ណាយើងចង់ចូលរួមជាចំណែកសង្គមមួយកាលណាតែយើងមានចំហច្បាស់លាស់ហើយខ្យល់បាក់មិនងាយដួលតែខ្លាចតែយើងអត់មានចំហច្បាស់លាស់ហើយយើងអត់ដឹងពីគោលបំណងរបស់យើងកាលណាយើងដឹងពីគោលបំណងរបស់យើងចាដឹងពីគោលចំហខ្លួនឯងគ្រាន់ថាវាមានគុណសម្បត្តិមានគុណវិបត្តិដូចខ្ញុំនិយាយមិញខ្ញុំខ្លាចជាមនុស្សឯកោបន្តិចដោយសារគេហ៊ានចូលក្បែរហើយមានការរើសអើងសូម្បីតែគ្រួសារយើងហ្នឹងក៏មានការរើសអើងពីអ្នកស្រុកអ្នកភូមិដែរណាដោយសារគេហ៊ានក្បែរដែរគេខ្លាចមានបញ្ហាបាច់ចាំថាអ្នកស្រុកអ្នកភូមិសូម្បីតែសាច់ញាតិខ្លួនឯងហ្នឹងក៏មានដែរហ៊ានចូលក្បែរដែរចាប៉ុន្តែយូរទៅបងប្អូននឹងទម្លាប់រឿងទាំងអស់ហ្នឹងហើយអញ្ចឹងការល្បីល្បាញដោយសារតែចូលរួមបញ្ហាសង្គមជាតិនេះវាល្អដែរដែលពុកម៉ែបងប្អូនប្រជាពលរដ្ឋគាត់ទទួលស្គាល់សម្លេងយើងប៉ុន្តែនៅក្នុងហ្នឹងក៏វាមានគុណវិបត្តិរបស់វាបែបហ្នឹងដែរមិនមែនបងប្អូនថាអូចង់ល្បីស្រួលតាដាក់ទទួលស័ព្ទនេះគុណគេទៅល្បីបងប្អូនជឿបងប្អូនធ្វើសាក់ទៅបងប្អូនដឹងខ្លួនឯងថាបងប្អូនមានបញ្ហាអីដូចទូរស័ព្ទនេះកំពុង live នេះទូរស័ព្ទរបស់ខ្ញុំលុយរបស់ខ្ញុំ Wi-Fi របស់ខ្ញុំអ៊ីនធឺណិតរបស់ខ្ញុំពេលវេលាដែលខ្ញុំទៅចូលរួមបញ្ហាសង្គមផ្សេងៗនេះគឺជាលុយរបស់ខ្ញុំដូចគ្នាមិនមែនលុយរបស់អ្នកណាទេលះបង់ទាំងពេលវេលាថវិកាធនធានសូម្បីតែសមត្ថភាពអាយុជីវិតខ្លួនឯងផ្ទាល់កន្លែងហ្នឹងណាបងប្អូនត្រូវជ្រាបការតតាំងមនុស្សស្រីទូចមួយហើយតតាំងជាមួយនឹងមនុស្សដែលមានអំណាចបងប្អូនគិតមកល្មមហ្នឹងគេសឡប់បន្តិចហ្នឹងទៅបាត់ហើយចាមិនមែនមកអង្គុយនិយាយវីដេអូឲ្យបងប្អូនស្ដាប់បានទេ